បងប្អូនឃើញថៃថតជុំហ្នឹងមិនមែនប្រម៉ូទទេសចរស្រុកវាណានេះបងប្អូនឃើញផ្ដុំក្បាលគ្នាហ្នឹងគឺជាង2500ក្បាលបងប្អូនណាគឺថាមកក៏លុកមកវាយលុកតែម្ដងគឺនៅក្រសួងឧស្សាហកម្មដោយខឹងណាស់ដាក់សំណើចំនួន3អ្នកខ្លះបង់លុយហើយបាត់ទាំងលុយអត់បានបើទៀតបងប្អូនហ្នឹងហើយវាមានរឿងវែងឆ្ងាយច្រើនទៀតដែរក្រសួងឧស្សាហកម្មហ្នឹងហើយនឹងនាយករដ្ឋមន្ត្រីហ្នឹងបងប្អូនពាក់ព័ន្ធគ្នាប្រដាក់ហ្នឹងគឺថាគ្មានធ្វើអីច្បាស់លាស់អត់ច្បាស់លាស់ទេកលេសខែបងប្អូនណាគ្មានយកសាច់ការអីបានទេឃើញតែសាច់កាប់ពួកអាហ្នឹងគឺអត់ប្រយោជន៍ដោយសារអីវាលវលទៅលួចដីគេហ្នឹងហើយអាខ្ទិនក៏ចឹងដែរអានោះវាគ្មានគិតទេបងប្អូននេះបងប្អូនឃើញខមមិនណានេះប្រជាជនថៃវាថាឲ្យវាថានាយករដ្ឋមន្ត្រីហ្នឹងក៏ហក់នាយករដ្ឋមន្ត្រីគឺមិនអាចຕົកចិត្តបានទេគាត់បន្តពជាពេលនឹងអូសបន្លាយពេលវេលារដ្ឋាភិបាលនេះមិនដែលគិតពីការដោះស្រាយទុក្ខលំបាករបស់កសិករទេពួកគេគ្រាន់តែធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅសម្រាប់ប្រជាជនតម្លៃទំនិញទៀតប៉ុន្តែជីនឹងឆ្នាំណាគឺឡើងថ្លៃហ្នឹងហើយគឺវាថាឲ្យនាយករដ្ឋមន្ត្រីវាហ្នឹងនេះឃើញហើយមិនមែនមានតែមួយខមមិនទេណាច្រើនបងប្អូនគឺនៅក្នុងព័ត៌មាននោះគឺថាសុទ្ធតែប្រជាជនរិះគន់ទាំងអស់ដោយសារអីគឺសេដ្ឋកិច្ចដាំក្បាលចុះតែរាជរដ្ឋាភិបាលមិនដាច់គិតគូរឡើយណាប្រាប់ពួកវាទៅថាពួកអាហារឈប់ឈ្លានពេលដីគេទៅមកកាត់គូរឿងអញនេះលក់អំពៅអត់ចាញ់នេះតាំងដងតាំងបន្លែតាំងប្លុកតាំងពីផ្លែឈើស្អីក៏ចាក់ចោលទាំងឡានមិនដែរវាមិនត្រូវជួយកាត់គូជួយសងខាតលុយនោះវាយកទៅទិញយន្តហោះចម្បាំងថែមមកវាយកមកទុកលួចដីគេពួកអាចឈួតតែពួកអីសាក់ថៃគាត់ចូលខមមិនថាចេះខ្មែរកំពុងតែវេទនាណាស់មិនព្រមដែនជាមួយនឹងថៃខ្មែរកំពុងតែដើរសុំទានអាណាសុំទានប្រកាសនេះពួកអាចថោកណាពួកអាចចោលនេះហើយមើលគ្នាឯងមើលនេះ2500ក្បាលនេះកំពុងតែអត់បាយកាហាយទឹកក្តៅកាហាយណាស់នឹងរឿងលុយ120បាតនេះឯងងាកទៅមើលផ្ទះឯងមើលមុនថាអញកម្ពុជាសบายចិត្តតាំងពីបិទព្រំដែនមួយមកអីវ៉ាន់វៀតណាមអីវ៉ាន់ចិនអ៊ុយអត់ខ្វះអីវ៉ាន់ប្រើទេសំខាន់ណាកម្ពុជាមានលុយទិញច្រើនជាងមុនទៀតទិញពីប្រទេសដទៃអត់ទិញប្រទេសឯងមិនដែរសល់ចាក់ចោលទៅបងប្អូនអ្នកខ្លះដែលជប់លេបជាមួយផលិតផលជាតិកាត់ទៅខ្មៅក្លៀកលក់ដើមបែកសង្វាសបែកក្លៀកឡើងក្រមដូចកមាត់នេះបងប្អូនក្លៀកខ្ញុំគឺខូចដោយសារតែខ្ញុំឈប់ប្រើផលិតផលជាតិកាត់គឺផលិតផលរបស់ថៃហើយបងប្អូនឃើញខ្ញុំលេបនេះគឺខ្ញុំលេបព្យាបាលពីលេខក្លៀកប៊ីចូដោយសារតែលេខក្លៀកប៊ីចូលជាផលិតផលរបស់កូរ៉េហ្នឹងគឺព្យាបាលក្លៀករបស់ខ្ញុំពីខ្មៅឡើងក្រាំងបងប្អូនហើយឥឡូវបានក្លៀកមកប៉ុណ្ណេះតែខ្ញុំបញ្ជាក់បងប្អូនណាគឺអត់មានថាលាបភ្លាម3 4ថ្ងៃទៅមួយអាទិត្យអីសស្គូសទេគឺថាខ្ញុំលាបនេះអត់3ខ្លងទេណាហើយសង្វាហ្នឹងគឺថាវាអត់បាត់ទេបងប្អូនគ្មានផលិតផលធ្លាក់ទៅលើមេឃណាមកជួយឲ្យសាច់ដែលហែកនឹងហើយមកឲ្យសម៉ត់ខៃផ្ចិតបានអាសាច់យើងនឹងទេក្លៀកប៊ីចូលនេះខ្ញុំប្រាប់បងប្អូនត្រង់បាត់បញ្ហាស្អុយក្លៀកជួយឲ្យក្លៀករបស់យើងនោះរលោងបន្តិចម្ដងមកសអាចវិញនៅពេលដែលបងប្អូនប្រើជាប្រចាំណាលេបមួយថ្ងៃ2ដងព្រឹកនិងយប់បងប្អូនចង់ប្រើមួយថ្ងៃ3ដងក៏បានដែរតែគ្រាន់តែលើក្លៀកនឹងក្អូបណាក្លិនក្អូបដូចទឹកអប់ប្រាំងអញ្ចឹងជួយរកបញ្ហាក្លៀកខ្វៅក្លិនស្អុយដុំពកកតួបងប្អូនកាន់តែប្រើកាន់តែមានទំនុកចិត្តទៅចិត្តគេអត់ធំក្លិនអត់ស្អុយក្លៀកតទៅទៀតបងប្អូនឃើញហើយសាច់ក្លៀកខ្ញុំឥឡូវខ្ញុំស្រឡាញ់ណាស់ដោយសារតែខ្ញុំព្យាបាលបានប៉ុណ្ណេះហើយបងប្អូនអត់បាក់រត់ទិញទេទិញតាមបណ្ដាសាលលក់គ្រឿងក្អូបបានណាដោយសារតែលើក្លៀកប៊ីចូលនោះល្អផលណា